ស្វែងរកប្រពន្ធបើយកខោខាធ្ងន់ដឹកតែត្រូវឈឺផ្សាគុណគូរកគ្រូអាចារ្យជួទីហៅរ៉ាមកជុកជាតារាសីគេឲ្យផុតនឹងស្រីចិត្តពី3ខ្លាចណាខ្លាចត្រូវរីងរៃថាមិនដឹងក៏បីយកប្រពន្ធខេតណាតើគួរយកប្រពន្ធខេតណាក្រមុំបាត់ដំបងខ្លាចតែសាវ៉ាក្រមុំសៀមរាបក៏ខ្ញុំខ្លាចរអាក្រមុំភ្នំពេញខ្លាយណាបណ្ដាការក៏ចេះស្ទឹងត្រែកពិបាកណារឿងអកលាកំប៉ុងធំកំប៉ុងចាំនៃរឿងស្អាតអស្ចារ្យតែខ្លាចចិត្តនាងមិនស្មោះត្រង់នឹងស្នេហាខ្ញុំរកប្រពន្ធពេកប្រហែលចង់ក្រោយត្រែកកាចង់បានប្រពន្ធល្អទាំងជារឹកចរិយាមិនដឹងថាគួរយកប្រពន្ធខេតណាយកខេតណាបងប្អូនបែបភ័ក្រមកជាប់មកឃើញហើយលងនេត្រាមានមុនចរិយាទន់ភ្លន់ស័កសមណាស់បើតើនារីអូនមានអ្នកចែចង់ឬនៅបងសុំចែចៅតែចង់ស៊ូពើអូននៅខេតណាខ្ញុំដើរស្វែងរកប្រពន្ធបើយកខោខាធ្ងន់ដឹកតែត្រូវឈឺផ្សាគុណគូរកគ្រូអាចារ្យជួទីហៅរ៉ាមកជុកជាតារាសីគេឲ្យផុតនឹងស្រីចិត្តពី3ខ្លាចណាខ្លាចត្រូវរីងរៃថាមិនដឹងក៏បីយកប្រពន្ធខេតណាតើគួរយកប្រពន្ធខេតណាក្រមុំបាត់ដំបងខ្លាចតែសាវ៉ាក្រមុំសៀមរាបក៏ខ្ញុំខ្លាចរអាក្រមុំភ្នំពេញខ្លាយណាបណ្ដាការក៏ចេះស្ទឹងត្រែកពិបាកណារឿងអកលាកំប៉ុងធំកំប៉ុងចាំនៃរឿងស្អាតអស្ចារ្យតែខ្លាចចិត្តនាងមិនស្មោះត្រង់នឹងស្នេហាខ្ញុំរកប្រពន្ធពេកប្រហែលចង់ក្រោយត្រែកកាចង់បានប្រពន្ធល្អទាំងជារឹកចរិយាមិនដឹងថាគួរយកប្រពន្ធខេតណាយកខេតណាបងប្អូនបែបភ័ក្រមកជាប់មកឃើញហើយលងនេត្រាមានមុនចរិយាទន់ភ្លន់ស័កសមណាស់បើតើនារីអូនមានអ្នកចែចង់ឬនៅបងសុំចែចៅតែចង់ស៊ូពើអូននៅខេតណាក្រមុំបាត់ដំបងខ្លាចតែសាវ៉ាក្រមុំសៀមរាបក៏ខ្ញុំខ្លាចរអាក្រមុំភ្នំពេញខ្លាយណាបណ្ដាការក៏ចេះស្ទឹងត្រែកពិបាកណារឿងអកលាកំប៉ុងធំកំប៉ុងចាំនៃរឿងស្អាតអស្ចារ្យតែខ្លាចចិត្តនាងមិនស្មោះត្រង់នឹងស្នេហាខ្ញុំរកប្រពន្ធពេកប្រហែលចង់ក្រោយត្រែកកាចង់បានប្រពន្ធល្អទាំងជារឹកចរិយាមិនដឹងថាគួរយកប្រពន្ធខេតណាគួរយកប្រពន្ធខេតណាថាគួរយកប្រពន្ធខេតណាយកប្រពន្ធខេតណាបងប្អូនខ្ញុំដើរស្វែងរកប្រពន្ធបើយកខោខាធ្ងន់ដឹកតែត្រូវឈឺផ្សាគុណគូរកគ្រូអាចារ្យជួទីហៅ